សួស្តីពុកម៉ែបងប្អូនអរគ្នាហើយវីដេអូនេះខ្ញុំមកប្រាប់ពុកម៉ែបងប្អូនអរគ្នាពីរបៀបក្នុងការក្រិតយើងបាញ់ថ្នាំយើងក្រិតជួយខ្ញុំប្រាប់បងប្អូនអរគ្នានេះយើងចូលប្លង់ចេះមកគឺយើងចុចលើប្លង់មកដូចថាយើងចង់បាញ់ថ្នាំលើប្លង់នេះឬក៏ចង់ព្រុសស្រូវបាច់ជីជាស្រ័យបងប្អូនអរគ្នាសារខ្ញុំដាក់ដៃចូលទៅវាធ្វើវីដេអូព្រិលពេកអញ្ចឹងយើងចុចយកពាក្យប្រើណាពាក្យប្រើនេះចុចយកមកចឹងពេលដែលយើងចូលប្រើហើយនេះអានេះចំនួនហាត់យើងហើយនឹងទឹកដែលយើងត្រូវបាញ់ចំនួនដីចឹងបងប្អូនកលេចមកខាងឆ្វេងដៃនេះចឹងគេដាក់ថាអត្រាកម្មវិធីលីត្រក្នុង1ហត្តាចឹងអាកន្លែង30នោះយើងត្រូវកំណត់ដ្រូនយើងមួយធុងវាបាន40លីត្រចឹងបងប្អូនដាក់កន្លែងនេះក្នុង1ហាត់យើងដាក់20លីត្រចឹងយើងដាក់លេខ20ចេះមកហើយមួយទៀតបងប្អូនអូសមកនេះរួចបងប្អូនមើលកន្លែងដំណក់ទឹកអញ្ចឹងដំណក់ទឹកនេះសំខាន់មែនតើនេះយើងចង់បានក្រើមម៉ត់អញ្ចឹងបងប្អូនមើលតាមហ្នឹងទៅតែយើងអូសមកយើងអូសយកកន្លែងល្អមកចូលត្រឹមល្អបងប្អូនអរគ្នានេះយើងយកប៉ុណ្ណឹងមកបានហើយតែបងប្អូនចង់បាញ់លក្ខណៈដំណក់ទឹកបងប្អូនអូសទៅលើខ្លាំងទៅអញ្ចឹងយើងសេរីតាមហ្នឹងរួចកន្លែងនេះកន្លែងលបឿនហោះហើរអញ្ចឹងលបឿនហោះហើរនេះខ្ញុំដាក់ភាគច្រើនខ្ញុំដាក់មកកឹបតែបងប្អូនអត់ទាន់ច្បាស់ក្នុងការហោះហើរទេបងប្អូនដាក់មុំទៅតែសម្រាប់ខ្ញុំដាក់មកកឹបឲ្យបងប្អូនគ្នានេះគឺ10ចំនួន10ហើយកំពូលលើដំណាំខាងក្រុមហ៊ុនគេអត់ឲ្យយើងប្រើកម្ពស់ក្រោម3ម៉ែត្រទេតែបើយើងដាក់3ម៉ែត្រវាខ្ពស់ពេកបងប្អូនគ្នាអញ្ចឹងខ្ញុំប្រើ2ម៉ែត្រកន្លះនេះហើយកន្លងយើងប៉ុណ្ណឹងអញ្ចឹងហើយកន្លែងនេះគេដាក់លបឿនកើបឡើងអញ្ចឹងលបឿនកើបឡើងនេះមានន័យថានេះដល់អាកែមនេះបងប្អូនអរគ្នាដល់កន្លែងបត់នេះវាចាប់ដើមលើកឡើងខ្ពស់អញ្ចឹងដល់ពេលយើងជាមួយខ្ញុំចុចបើកអានេះអញ្ចឹងនេះលបឿនកម្ពស់លើដំណាំនេះវាផ្គូបជាមួយនេះអាលបឿនកើបឡើងនេះអានេះ2ម៉ែត្រអានោះ2ម៉ែត្រកន្លះអញ្ចឹងវាស្មើ4ម៉ែត្រកន្លះពេលដែលដល់ចុងនេះអញ្ចឹងវាចាប់ដើមលបឿនវាកើបឡើងហើយត្រូនឡើងថែម2ម៉ែត្រទៀតបានវាបត់អញ្ចឹងតែយើងយល់ល្អថាខាងគ្មានព្រីគ្មានអីទេបងប្អូនមិនបាច់ប្រើទេអាលបឿនកើបឡើងនេះវាស៊ីថ្មបងប្អូនទាំងគ្នាអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងឯងហើយសង្ឃឹមថាវីដេអូនេះបងប្អូនទាំងគ្នាធ្វើតាមខ្ញុំហើយយល់ហើយអរគុណច្រើនបងប្អូនទាំងគ្នាចាំជួបគ្នាវីដេអូក្រោយទៀតបងប្អូនទាំងគ្នាហើយជួយ share វីដេអូនេះម្នាក់មួយបងប្អូនទាំងគ្នាដើម្បីចែកម្លែកឲ្យបងប្អូនយើងបានឃើញឲ្យគាត់ចេះក្នុងការប្រើប្រាស់កម្មវិធីក្នុងការបាញ់ថ្នាំបងប្អូនទាំងគ្នាអញ្ចឹងវីដេអូយើងអត់មានច្រើនទេឥឡូវយើងចុចចេញវិញហើយចាំជួបគ្នាទៀតបងប្អូនទាំងគ្នាចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ